កត់ជើងទី2រវាងប៉ារីសហើយនិងបាយឺនម៉ូនិចខ្ញុំនៅតែគិតថាអត់ឈ្នះប៉ារីសទេបងប្អូនប៉ារីសយប់មិញសយទេបងប្អូនឱកាសបើនិយាយពីឱកាសបញ្ចប់ទីគឺស្អាតជាងបាយឺនម៉ូនិចឆ្ងាយណាបាយឺនម៉ូនិចមានឱកាសដែរប៉ុន្តែឱកាសវាមិនមានភាគរយក្នុងការបញ្ចប់ទីទៅមានគ្រាប់ដូចប៉ារីសបងប្អូនប៉ារីសភាគរយបញ្ចប់ទីសឹងតែមានគ្រាប់គឺស្អាតមែនតែប៉ុន្តែការបញ្ចប់ទីរបស់កីឡាករប៉ារីសគឺដូចអត់មានហុងស៊ុយរួមសយតែម្ដងបងប្អូនហើយការបញ្ចប់ទីរបស់បាយឺននេះជំនាញគឺមិនសូវជាមានឱកាសល្អទេប៉ុន្តែខ្សែប្រយុទ្ធគេច្បាស់ខ្សែប្រយុទ្ធប៉ារីសខ្សែប្រយុទ្ធបាយឺនម៉ូនិចរៀងច្បាស់ជាងបាយឺនម៉ូនិចយប់មិញឱកាសដែលបញ្ចប់ទីគឺឱកាសដែលមិនសូវជាមានឱកាសស្អាតទេប៉ុន្តែបាយឺនប៉ារីសវិញឱកាសវិញសឹងថាមួយស្មើជាមួយអ្នកចាំទីច្រើនដងមែនតែនប៉ុន្តែការបញ្ចប់ទីគឺមិនបានល្អជាពិសេសអូស្មានដេមបាឡេអីហ្នឹងគឺឱកាសស្អាតប៉ុន្តែការបញ្ចប់ទីគឺបើនិយាយពីការបញ្ចប់ទីគឺសយបងប្អូនមែននេះvẫnសយតែម្ដងមានអាបុករបាទីផងខុសទីបន្តិចផងគឺច្រើនមែនតែនសយហើយការប្រកួតជើងទី2ខ្ញុំនៅតែគិតថាបាយឺនម៉ូនិចនៅតែអត់ទៅរួចជាមួយប៉ារីស